ประโยชน์របស់ចោអាសូឡាហើយនឹងរបៀបដាំចោអាសូឡាអញ្ចឹងខ្ញុំសូមនិយាយអំពីប្រយោជន៍របស់ចោអាសូឡាមុនអញ្ចឹងផលប្រយោជន៍របស់ចោអាសូឡាទី1បន្ទាប់ពីយើងដាំចោនេះគឺអត្រានៃការរបស់វាគឺចំណេញពេលមានន័យថាយើងដាំមួយថ្ងៃដុះមួយថ្ងៃយើងដាំថ្ងៃហ្នឹងដុះស្អែកបាទដាំ10គីឡូស្អែកកើន5គីឡូទៀត15បាទហើយស្អែកទៀតកើន10គីឡូទៀតឡើង25អញ្ចឹងចោនេះគឺកើនលឿនហ្នឹងផលប្រយោជន៍ទី1ចំណេញពេលបាទផលប្រយោជន៍ទី2គឺចោអាសូឡានេះគឺមានប្រូតេអ៊ីនខ្ពស់រហូតដល់30%មានអាស៊ីតអាមីណូបាទរហូតដល់ជាង10%ហើយនឹងជាតិរ៉ែរហូត12%ហើយមានពពួកវីតាមីនចម្រុះយ៉ាងច្រើនសម្បូរបែបជាង40បាទជាង40ប្រភេទនៅក្នុងចោអាសូឡានេះបាទអញ្ចឹងមានប្រភេទវីតាមីនជាច្រើនដែលយើងមិននឹកស្មានដល់ទេហើយផលប្រយោជន៍ទី3គឺពេលដែលសัตว์ស៊ីចោនេះគឺលាមកវាអត់ស្អុយយើងយកទៅឲ្យត្រីស៊ីគឺទឹកអត់ស្អុយយើងយកទៅដាក់ក្នុងទឹកស្អុយគឺបឺតទឹកស្អុយចេញគឺអត់មានស្អុយទេបាទអញ្ចឹងផលប្រយោជន៍ទី4គឺតកតងនឹងមិនត្រឹមតែកាត់បន្ថយក្លិនស្អុយទៅជាចំណីសัตว์បាទយកវាទៅធ្វើជាចំណីខ្យងចំណីត្រីចំណីមាន់ចំណីទាចំណីកងានអត់អស់លុយទេយើងដាំថ្ងៃហ្នឹងដុះស្អែកបាទអញ្ចឹងផលប្រយោជន៍របស់វាគឺមានច្រើនទៀតទី5គឺយើងបានលក់បានលុយ1គីឡូ2000 3000 5000បាទរៀលក្នុង1គីឡូអញ្ចឹងដាំថ្ងៃហ្នឹងដុះស្អែកអញ្ចឹងដួសលក់បានលុយយកលុយទិញចំណីកាត់បន្ថយអត់ប្រើដើមទុនទេគឺយើងប្រើចោយកលក់យើងបានលុយពីចោជាងទិញចំណីឬក៏យើងយកចោទៅលាយមួយចំណីបាទគឺលាយមួយកន្ទក់គឺយើងបានជាចំណីសម្រាប់សត្វយើងតែម្ដងខ្ញុំបងប្រុសស្រីឃើញហើយបាទអញ្ចឹងផលប្រយោជន៍របស់វាគឺវាជួយឲ្យបាទយើងមានចំណូលប្រភពចំណូលបន្ថែមសម្រាប់អ្នកដាំចោហ្នឹងបាទយើងដឹងហើយសួរព័ត៌មានអ្នកដែលដាំចោរហូតដល់បាទ1ហត្តា2ហត្តា3ហត្តាគឺគាត់ទទួលបានចំណូលយ៉ាងតិចក៏មួយខែបាទ$2000 $3000ខែខ្លះគាត់អាចរកបានរហូតដល់$5000ពីការដាំចោនេះផងដែរបាទហើយអនផុតក៏2-3លានដែរជាប្រចាំបាទសម្រាប់អ្នកដាំចោលក់បាទហើយតកតងនឹងរបៀបដាំបាទចោអាសូឡានេះគឺដូចខ្ញុំបញ្ជាក់ស្រួលដាំទេអាង3x3 9ការ៉េយើងដាក់ជី3គីឡូបាទហើយអំបិលមួយខាំ2ខាំទៅហើយដាក់ចោ10គីឡូទៅហើយដាក់ទឹកកម្ពស់2ទឹកឬក៏2ទឹកបន្តិចទៅបាទណាបាទដុសណែនតែម្ដងទី2គឺយើងប្រើអាងដូចគ្នាបាទ3x3គឺយើងដាក់ទឹកសូត្រចុង3លីត្រដាក់អំបិលមួយខាំទៅ2ខាំទៅបាទហើយដាក់ចោ10គីឡូដូចគ្នា24ម៉ោងដុសណែនដែរបាទអញ្ចឹងវាបរិពូររហូតបាទនេះបងប្រុសស្រីឃើញហើយពេញតែម្ដងហើយយើងយកវាជាចំណីត្រីអត់អស់លុយទេបាទយើងកាត់បន្ថយរហូតដល់80%នៃចំណីបាទគឺយើងប្រើចំណីផ្សារលាយឬក៏យើងប្រើចំណីផ្សំលាយបាទ20 ទៅ 30% បាទមើលឃើញ